មានបីខ្លះស្នេហាវាពិតជាប្រនៅភាពជាចាប់ដែលជ្រៅហូបពីការស្មានប្រសិនបើយើងនឹងមុនថាវាត្រូវបញ្ចប់ដោយទឹកភ្នែកយើងប្រហែលជាមិនចង់ឲ្យក្តីស្រឡាញ់នេះចាប់ផ្ដើមឡើយប៉ុន្តែការពិតនៃជីវិតបានបង្រៀនយើងថារាល់ការចាប់ផ្ដើមតែងតែមានទីបញ្ចប់ជានិច្ចរាល់តែទីបញ្ចប់ខ្លះវាមិនមានភាពស្រស់ស្អាតនិងផែនឡែមដូចកាលថ្ងៃដំបូងដែលយើងជួបគ្នានោះឡើយខ្ញុំធ្លាប់មានគ្រាដែលរីករាយបំផុតជាមួយនឹងស្នេហាហើយក៏ធ្លាប់ឆ្លងកាត់ការចិញ្ចឹមដែលខ្លាំងបំផុតដូចគ្នាខ្ញុំតែងតែព្យាយាមស្វែងយល់ពីមូលហេតុថាហេតុអ្វីបានជាឈឺចាប់ហេតុអ្វីតើអ្វីដែលធ្វើឲ្យមនុស្សពីរនាក់ដែលធ្លាប់ស្រឡាញ់គ្នាខ្លាំងធ្លាប់ផ្ដល់កម្លាំងចិត្តឲ្យគ្នាបែរជាដើរមកដល់ចំណុចមួយដែលខ្លាចជាមនុស្សគ្រាន់តែធ្លាប់ស្គាល់គ្នាទៅវិញនៅពេលដែលស្នេហាលែងផ្អែមល្ហែមហេតុផលរាប់រយនឹងលេចចេញមកដើម្បីបំបែកយ៉ាងទៅពីរប៉ុន្តែមិនថាមូលហេតុអ្វីនោះទេក៏ពិតតែមិនដែលប្រកែកបានគឺអ្នកដែលស្មោះត្រង់តែជាអ្នកដែលរងគ្រោះនឹងជាចាប់បំផុតអូខេកាលពីមុនក្នុងវ័យដែលខ្ញុំមិនទាន់ស្គាល់ពីអត្ថន័យនៃស្នេហាបានច្បាស់លាស់នៅពេលដែលយើងបែកគ្នាខ្ញុំតែព្យាយាមទាមទារហេតុផលពីគេព្យាយាមលួងលោមនិងចាប់ប្រកាន់គេក្នុងចិត្តគិតថាគេប្រហែលជាមានអ្នកថ្មីឬគេលែងស្រឡាញ់ខ្ញុំហើយខ្ញុំធ្លាប់ខឹងនឹងមិនទៅគេដែលហ៊ានតែចេញពីខ្ញុំចំពេលដែលជីវិតរបស់ខ្ញុំកំពុងតែជួបការលំបាកនិងត្រូវការគេបំផុតប៉ុន្តែរហូតមកដល់ពេលនេះទើបខ្ញុំមានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីយល់ថាតាមពិតទៅគឺរូបខ្ញុំផ្ទាល់ទេដែលជាអ្នកធ្វើឲ្យគេចាក់ចែកវាមិនមែនមកពីខ្ញុំសាវ៉ាឬក្បត់ចិត្តគេនោះទេខ្ញុំស្រឡាញ់គេដោយភាពស្មោះត្រង់បំផុតប៉ុន្តែអ្វីដែលខ្ញុំខ្វះខាតគឺភាពច្បាស់លាស់នៃអនាគតខ្ញុំស្រឡាញ់គេតែខ្ញុំមិនទាន់មានអនាគតអ្វីសម្រាប់ឲ្យគេកក់ក្ដៅឡើយនៅក្នុងពិភពនៃការពិតតើមានមនុស្សប្រមាណអ្នកដែលហ៊ានមកលងលក់ក្នុងភាពលំបាកជាមួយយើងជារៀងរហូតមនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិចង់គេចចេញពីភាពតានតឹងនិងចង់បានជីវិតដែលរឹងមាំអូខេអស់រយៈពេល1ឆ្នាំពេញដែលខ្ញុំកំពុងជំនះបំព្រមទទួលស្គាល់ការពិតនិងព្យាយាមដណ្ដើមយកអ្វីដែលបាត់បង់មកវិញប៉ុន្តែការជំនះទាំងនៃខ្លួនឯងនៅទន់ជ្រាយវាកាន់តែធ្វើយើងជឿចាប់ឥឡូវនេះខ្ញុំយល់ហើយថាស្នេហាតាមយ៉ាងគឺមិនគ្រប់គ្រាន់ឡើយជីវិតត្រូវការការកសាងនិងសន្តិសុខផ្លូវចិត្តការបែកគ្នាឡើងនេះគឺជាមេរៀនដ៏ធំមួយដែលប្រាប់ខ្ញុំថាបើខ្ញុំចង់ស្រឡាញ់អ្នកណាម្នាក់ឲ្យបានយូរអង្វែងខ្ញុំត្រូវតែកសាងខ្លួនឯងរឹងមាំជាងមុនខ្ញុំលែងមិនទៅគេរចាក់ចែកតែខ្ញុំមកគុណគេដែលបានធ្វើខ្ញុំភ្ញាក់រលឹកនិងដឹងថាខ្លួនឯងត្រូវខំប្រឹងដើម្បីអ្វីភាពស្មោះត្រង់នៃយើងដែលគ្មានអនាគតគឺប្រៀបដូចជាទូកដែលគ្មានចង្កូតកណ្ដាលសមុទ្រដ៏ធំធេង